ហើយបងប្អូនទាំងអស់គ្នាហើយដែលយើងនឹងមកសិក្សាអំពីសំណេរតែសេចក្តីអក្សរសាស្ត្រខ្មែរពីថ្នាក់ទី9ដល់ថ្នាក់ទី12ចឹងដោយសារតែបងមើលឃើញថាឥឡូវនេះបងប្អូនក៏ជិតដល់ថ្ងៃប្រឡងឌីប្លូមផងដែរអញ្ចឹងហើយក៏បងអឺឆ្លៀតពេលក៏ធ្វើជាវីដេអូក៏ដូចជាការ live វីដេអូដើម្បីបង្រៀនដល់បងប្អូនទាំងអស់គ្នានិងការត្រៀមខ្លួនដើម្បីសម្រាប់ត្រៀមខ្លួនប្រឡងសម័យឌីប្លូមនៅខាងមុខហើយសម្រាប់ថ្នាក់ទី12ក៏យើងអាចសិក្សាក៏ដូចជារំលឹកការតែងនៅសំណេរតែងសេចក្តីផងដែរអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរហើយសំណេរនេះដែរក៏ជាសំណេរដែលបងធ្លាប់រៀនគួរក៏ដូចជាធ្លាប់តែងពីមុនមកដែរហើយដើម្បីទទួលបានលទ្ធផលល្អបន្ទុកល្អនៅពេលតែងសំណេរគឺយើងត្រូវសិក្សាអំពីគម្រោងក៏ដូចជាគម្រោងអត្ថាធិប្បាយជាដើមអញ្ចឹងថាតើមានខ្លឹមសារក៏ដូចជាមានសារៈប្រយោជន៍ណាខ្លះយើងនឹងមកសិក្សាទាំងអស់គ្នាអូខេបងចាប់យកប្រធានទី5ព្រោះដោយសារតែប្រធានទី5គេមានមតិមួយពោលឡើងថាអញ្ចឹងមតិមួយបានពោលឡើងថាការអប់រំគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាចូលពន្យល់ពីពំនូលនេះឲ្យបានក្បោះក្បាយអញ្ចឹងគម្រោងតែងរបស់យើងអឺគឺមានដូចជាសេចក្តីផ្ដើមតួសេចក្តីហើយនិងសេចក្តីបញ្ចប់អញ្ចឹងសេចក្តីផ្ដើមក៏យើងបែងចែកជា3មានលំនាំបញ្ហាចំណុចបញ្ហានិងចំណាត់បញ្ហាចំណែកឯតួសេចក្តីមានឃ្លាភ្ជាប់សេចក្តីពន្យល់ពាក្យកន្លឹះពន្យល់នៃប្រធានហើយមួយទៀតនោះគឺយើងមានបកស្រាយប្រធានហើយនិងសរុបសេចក្តីហើយចំណុចគោលនោះគឺមានសេចក្តីបញ្ចប់អញ្ចឹងសេចក្តីបញ្ចប់គឺជាការបញ្ចប់នៅប្រធានសំណេរតែងសេចក្តីរបស់យើងហើយមានដូចជាការវិតម្លៃប្រធាននិងយោបល់ផ្ទាល់ខ្លួនឬក៏កំហែតាមមតិផ្ទាល់ខ្លួនដែលយើងត្រូវសិក្សាអូខេឥឡូវនេះយើងចាប់ផ្ដើមសិក្សាតែម្ដងទៅអញ្ចឹងប្រធានយើងគឺចាប់ផ្ដើមពីប្រធានទី5អញ្ចឹងចូលដល់កម្រងតែងកសេចក្តីផ្ដើមលំនាំបញ្ហានិយាយទូទៅតកតងទៅនឹងការអប់រំគឺជាទូនាទីរបស់យើងគ្រប់គ្នាដើម្បីឲ្យកូនចៅជំនាន់ក្រោយរបស់យើងចំណូលបញ្ហាបង្ហាញបញ្ហាបញ្ចូលប្រធានមានន័យថាការអប់រំគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាហើយចូលទៅដល់ចំណោទបញ្ហាចោទតាមបែបប្រធានបែបពន្យល់គឺន័យថាតើប្រធានខាងលើមានអត្ថន័យដូចម្ដេចអីចឹងទៅហ្នឹងគឺជាការតែងសេចក្តីបែបពន្យល់អញ្ចឹងចូលដល់ចំណុចខគឺតួសេចក្តីមានដូចជាឃ្លាភ្ជាប់សេចក្តីអញ្ចឹងមុននឹងឈានចូលទៅដល់ការបកស្រាយប្រធានខាងលើនេះឲ្យកាន់តែពិស្ដារថែមទៀតនោះយើងគួរយល់ន័យនៃពាក្យមួយចំនួនជាមុនសិនមានដូចជាពាក្យកន្លឹះអញ្ចឹងក្នុងប្រធានរបស់យើងគឺយើងបញ្យល់ពាក្យកន្លឹះទៅលើពាក្យថាការអប់រំនេះគឺការអប់រំមួយទៀតគឺកាតព្វកិច្ចអញ្ចឹងយើងបញ្ចូលពាក្យកាតព្វកិច្ចហើយយើងបញ្យល់តែពាក្យណាដែលយើងគិតថាជាពាក្យកន្លឹះបានហើយឬក៏គេហៅថាពាក្យពិបាកអញ្ចឹងដើម្បីបញ្យល់ហ្នឹងគឺការបញ្យល់គឺអាចនិយាយបានថាត្រូវការផ្ដោតសំខាន់ជាងគេគឺគំនិតដែលយើងបញ្យល់នៃប្រធានហ្នឹងអញ្ចឹងឥឡូវនេះយើងបានបញ្យល់ហើយអញ្ចឹងគឺយើងបញ្យល់នៃមានពីរការអប់រំគឺការផ្ដល់ចំណេះដឹងការបណ្ដុះបណ្ដាលការទូន្មានព្រានប្រដៅកាតព្វកិច្ចការងារឬកិច្ចការដែលត្រូវតែធ្វើកិច្ចដែលគួរធ្វើពន្យល់នៃប្រធានដូច្នេះប្រធាន
មានន័យថាការផ្ដល់ចំណេះដឹងការបណ្ដុះបណ្ដាលការទូន្មានប្រៀនប្រដៅគឺជាការងាររបស់យើងទាំងអស់គ្នាចេញចូលតទៅទៀតជឿរលបំណាក់បំណក់បកស្រាយប្រធានតែយើងបកស្រាយមកយើងលើកចំណុចនីមួយៗតាមគោលគំនិតគឺយើងលើកថាការអប់រំរបស់គ្រួសារអញ្ចឹងការអប់រំចេញពីគ្រួសារការអប់រំរបស់សាលារៀនការអប់រំរបស់សហគមន៍ឬក៏សង្គមហើយយើងត្រូវតែលើកឧទាហរណ៍ជាក់ស្ដែងនៅក្នុងសង្គមនិងអក្សរសិល្ប៍ផងតែដោយសារតែយើងសិក្សាដំបូងនេះគឺតែប៉ុណ្្នឹងសិនទៅហើយចូលដល់សរុបសេចក្តីគឺយើងសរុបរបស់ធានមកវិញគឺមនុស្សគ្រប់រូបត្រូវមានតួនាទីអប់រំមនុស្សទាំងអស់គ្នាតាំងពីពួកគេកើតមករហូតធំដឹងក្តីដើម្បីឲ្យគេចេះរស់នៅក្នុងសង្គមបានយ៉ាងស្រួលតោះមកយើងចូលទៅដល់ចំណុចគោលគឺសេចក្តីបញ្ចប់វិតម្លៃប្រធានខាងលើនេះបានអប់រំយើងអប់រំយើងគ្រាន់តែបញ្ចូលនៅកន្លែងជិតៗហ្នឹងទៅដែលបានបង្ហាញពីតួនាទីដ៏សំខាន់របស់យើងទាំងអស់គ្នាក្នុងការទទួលខុសត្រូវលើការអប់រំកុលបុត្រកុលធីតាជំនាន់ក្រោយឲ្យមានចំណេះដឹងខ្ពស់មានសមត្ថភាពខ្ពស់យោបល់ផ្ទាល់ខ្លួនដូចនេះក្នុងនាមយើងជាអ្នកសិក្សាត្រូវខិតខំរៀនសូត្រដើម្បីយកចំណេះដឹងទាំងនោះមកជួយអប់រំមនុស្សជំនាន់ក្រោយឲ្យមានចំណេះដឹងអាចរស់នៅក្នុងសង្គមបានតទៅពីយើងសិក្សាអំពីគម្រោងរួចហើយមកឥឡូវនេះយើងនឹងមកសិក្សាទៅលើសេចក្តីអត្ថាធិប្បាយតែម្ដងដូចនេះប្រធានទី5របស់យើងគឺគេលើកឡើងមកថាមតិមួយបានពោលឡើងថាការអប់រំគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាចូលពន្យល់គំនូរនេះបានក្បោះក្បាយសេចក្តីអធិប្បាយក្នុងសង្គមមនុស្សដើម្បីឲ្យអ្នកជំនាន់ក្រោយមានចំណេះដឹងនោះវាជាតួនាទីរបស់មនុស្សជំនាន់មុនជួយផ្ដល់ចំណេះដឹងដល់ពួកគាត់ម្យ៉ាងទៀតមនុស្សគ្រប់រូបត្រូវការចំណេះដឹងជាចាំបាច់ក្នុងជីវិតរស់នៅប្រចាំថ្ងៃទាំងនេះវាជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាក្នុងការផ្ដល់ចំណេះដឹងដល់ពួកគេទាំងនោះអាស្រ័យដោយមានការយល់ឃើញដូចនេះហើយទើបមានមតិមួយពោលឡើងថាការអប់រំគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាតើប្រធានខាងលើនេះមានខ្លឹមសារយ៉ាងដូចម្ដេចអញ្ចឹងប្រធានបែបពន្យល់គឺយើងដាក់ត្រឹមថាយ៉ាងដូចម្ដេចយើងកុំដាក់យ៉ាងដូចម្ដេចខ្លះពាក្យតែខ្លះគឺយើងតាក់ទងទៅនឹងប្រធានអឺបែបពិភាក្សាហើយអញ្ចឹងយើងបន្តទៅទៀតកន្លែងនេះយើងចូលដល់អឺឃ្លាភ្ជាប់សេចក្តីមុននឹងឈានចូលទៅដល់ការបកស្រាយប្រធានខាងលើនេះឲ្យកាន់តែពិស្ដារថែមទៀតនោះយើងគួរយល់ន័យនៃពាក្យកន្លឹះមួយចំនួនជាមុនសិនគឺពាក្យការអប់រំនិងកាតព្វកិច្ចការអប់រំគឺការផ្ដល់ចំណេះដឹងការបណ្ដុះបណ្ដាលការបង្ហាត់បង្រៀនការទូន្មានប្រៀនប្រដៅឯពាក្យកាតព្វកិច្ចក្នុងន័យនេះគឺមានន័យថាការងារឬកិច្ចការដែលត្រូវតែធ្វើកិច្ចដែលគួរធ្វើដូច្នេះន័យរបស់ប្រធានគឺការផ្ដល់ចំណេះដឹងការបណ្ដុះបណ្ដាលការទូន្មានប្រៀនប្រដៅដល់កូនចៅជំនាន់ក្រោយឲ្យមានចំណេះដឹងគឺជាការងារឬកិច្ចការដែលយើងទាំងអស់គ្នាត្រូវតែធ្វើអញ្ចឹងយើងចូលទៅដល់ការបកស្រាយប្រធានមុនហ្នឹងយើងបកស្រាយនៃប្រធានឥឡូវយើងបកស្រាយអឺប្រធានតែម្ដងជាការពិតណាស់មនុស្សយើងគ្រប់រូបកើតមកគឺត្រូវការចំណេះដឹងមានអ្នកបង្ហាត់បង្ហាញតម្រែតម្រង់ពួកគេតាំងពីតូចក្រូចឆ្មារហូតដល់ធំពេញវ័យការផ្ដល់ចំណេះដឹងដល់មនុស្សគឺក្នុងគោលបំណងឲ្យមនុស្ស
ចេះរស់នៅក្នុងសង្គមបានប្រកបដោយសុខសន្តិភាពក្នុងការផ្ដល់ចំណេះដឹងដល់ពួកគេវាជាទូនាទីរបស់យើងគ្រប់គ្នាមុនពេលមនុស្សទើបកើតមករស់នៅក្រោមការចិញ្ចឹមបីបាច់មើលថែរក្សាពីឪពុកម្ដាយនេះហើយគឺជាតួនាទីរបស់ឪពុកម្ដាយក្នុងការអប់រំកូនខ្លួនដូចជាឪពុកម្ដាយបង្រៀនកូនឲ្យចេះនិយាយឲ្យចេះដើរចេះស្គាល់ចាស់ទុំបងប្អូនមានសីលធម៌និងសុជីវធម៌ជាដើមក្រៅពីការអប់រំតាមគ្រួសារសាលារៀនក៏មានតួនាទីអប់រំយ៉ាងសំខាន់ណាស់ដែរពេលកូនធំដឹងក្តីឡើងកាលណាឪពុកម្ដាយឬអ្នកអាណាព្យាបាលបានបញ្ជូនកូនឲ្យទៅចូលសាលារៀនដែលត្រូវឲ្យលោកគ្រូអ្នកគ្រូគណៈគ្រប់គ្រងសាលាជួយហាត់ពត់លុតដំបន្តនិងផ្ដល់ចំណេះដឹងដូចជាភាសាខ្មែរប្រវត្តិវិទ្យាភូមិវិទ្យារូបវិទ្យាគីមីវិទ្យាគណិតវិទ្យាភាសាអង់គ្លេសចែកវិទ្យាទំនាក់ទំនងព័ត៌មាននិងបំណិនជីវិតជាដើមដើម្បីឲ្យសិស្សយកទៅប្រើប្រាស់ពេលគេចេញពីសាលាទៅរស់នៅប្រចាំថ្ងៃក្នុងសង្គមការអប់រំមិនមែនមានតួនាទីត្រឹមតែឪពុកម្ដាយឬអាណាព្យាបាលនិងលោកគ្រូអ្នកគ្រូប៉ុណ្ណោះទេនៅក្នុងសង្គមក៏មានតួនាទីយ៉ាងសំខាន់សម្រាប់អប់រំមនុស្សផងដែរគេថាសង្គមបែបណាប្រជាពលរដ្ឋក្នុងសង្គមនោះក៏ទៅជាបែបនោះដូច្នេះសង្គមត្រូវជួយគិតគូរពីការអប់រំពលរដ្ឋរបស់ខ្លួនឲ្យមានដូចជាការជួយលើកទឹកចិត្តការជួយសាងសង់អគារសិក្សាជាដើមក្រៅពីនេះសង្គមត្រូវរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងរៀបចំបង្ការប្រព័ន្ធច្បាប់សម្រាប់គ្រប់គ្រងប្រជាពលរដ្ឋក៏ដូចជាអប់រំប្រជាពលរដ្ឋឲ្យចេះគោរពច្បាប់ជាដើមជាក់ស្ដែងបើសង្គមបំផុសបំផុលឲ្យពលរដ្ឋចេះចូលរួមចេះជួយគ្នាទៅវិញទៅមកមានសាមគ្គីភាពនោះពលរដ្ឋក្នុងសង្គមនោះរស់នៅមានសុខសន្តិសាន្តសរុបសេចក្តីមកការអប់រំមនុស្សគ្រប់រូបគឺជាតួនាទីរបស់យើងទាំងអស់គ្នាមានម្ដាយឪពុកឬអ្នកអាណាព្យាបាលសាលារៀននិងសង្គមទាំងពីរពួកគេកើតមករហូតធំដឹងក្តីដើម្បីឲ្យគេចេះរស់នៅក្នុងសង្គមបានសុខស្រួលនេះធានខាងលើមានអត្ថន័យអប់រំយ៉ាងជ្រាលជ្រៅដែលបានបង្ហាញពីតួនាទីដ៏សំខាន់របស់យើងទាំងអស់គ្នាក្នុងការទទួលខុសត្រូវលើការអប់រំកុលបុត្រកុលធីតាជំនាន់ក្រោយឲ្យមានចំណេះដឹងខ្ពង់ខ្ពស់មានសមត្ថភាពខ្ពស់ដូច្នេះក្នុងនាមយើងជាអ្នកសិក្សាត្រូវខិតខំរៀនសូត្រដើម្បីយកចំណេះទាំងនោះមកជួយអប់រំមនុស្សជំនាន់ក្រោយឲ្យមានចំណេះដឹងអាចរស់នៅក្នុងសង្គមប្រកបដោយភាពសុខដុមរមនាណាប្រធានទី5របស់យើងបាទចប់ឥឡូវនេះយើងចូលទៅដល់ប្រធានទី4មានមតិមួយពោលថាការសេពគ្រឿងញៀននាំមកនូវសេចក្តីវិនាសដល់ខ្លួនចូលពន្យល់ឲ្យបានគំក្បាយនិងលើកឧទាហរណ៍មកបញ្ជាក់អញ្ចឹងសម្រាប់ប្រធានទី4នេះគឺយើងត្រូវសិក្សាក៏ដូចជារៀនតែងគម្រោងអត្ថាធិប្បាយចឹងបងប្អូនអាចរៀនសូត្រដោយខ្លួនឯងបន្ថែមនឹងការហាត់ពុតរៀនសូត្របន្ថែមអញ្ចឹងបងផ្ដល់ជាគម្រោងតែងឲ្យកសេចក្តីផ្ដើមជំនាន់បញ្ហានិយាយពីបញ្ហាទូទៅទាក់ទងទៅនឹងស្ថានភាពគ្រឿងញៀននៅប្រទេសកម្ពុជាយើងសប្តាហ៍ថ្ងៃចំនួនបញ្ហាបង្ហាញបញ្ហាបញ្ចូលប្រធានការសេពគ្រឿងញៀននាំនៅសេចក្តីវិនាសដល់ខ្លួនចំណោទបញ្ហាចោទតាមបែបប្រធានពន្យល់តើការសេពគ្រឿងញៀនបាននាំមកនូវសេចក្តីវិនាសដល់ខ្លួនដូចម្តេចខ្លះខទួលសេចក្តីឃ្លាភ្ជាប់សេចក្តីជាដំបូងដើម្បីជាជំនួយដល់ការបកស្រាយប្រធានឲ្យបានកាន់តែក្បោះក្បាយថែមទៀតនោះ
យើងក៏បីយល់នៅន័យនៃពាក្យកន្លឹះមួយចំនួនជាមុនសិនពន្យល់ពាក្យកន្លឹះការសេពជាការប្រើប្រាស់បឺតផិតនិងជក់គ្រឿងញៀនគឺជាសារធាតុញៀនឬស្នាមញៀនខុសច្បាប់ធ្វើឲ្យមនុស្សដែលបានសាកល្បងឬប្រើប្រាស់វាញៀនញ៉ាំវិនាសគឺការបាត់បង់សាបសូន្យអន្តរាយពន្យល់នៃប្រធានដូច្នេះប្រធានមានន័យថាការប្រើប្រាស់សារធាតុញៀនឬថ្នាំញៀនខុសច្បាប់ធ្វើឲ្យមនុស្សបានសាកល្បងឬប្រើប្រាស់វាញៀនញ៉ាំរហូតបណ្ដាលឲ្យមានការបាត់បង់ភាពសាបសូន្យនិងសេចក្តីអន្តរាយដល់ខ្លួនបំណងស្រ័យប្រធានយើងត្រូវពន្យល់នីមួយៗដោយគ្រឿងញៀនបានធ្វើឲ្យអ្នកប្រើប្រាស់បាត់បង់ស្មារតីប៉ះពាល់សុខភាពគ្រឿងញៀនបានធ្វើឲ្យអ្នកប្រើប្រាស់ខូចអនាគតគ្រឿងញៀនបានធ្វើឲ្យអ្នកប្រើប្រាស់បាត់បង់អ្វីៗគ្រប់យ៉ាងរួមទាំងជីវិតទៀតផងយើងអាចលើកឧទាហរណ៍ជាក់ស្ដែងក្នុងសង្គមនិងអក្សរសិល្ប៍ជាដើមឧទាហរណ៍ជាក់ស្ដែងដែលកើតមាននៅក្នុងសង្គមសរុបសេចក្ដីគ្រឿងញៀនវាបានបំផ្លាញដល់អ្នកដែលប្រើប្រាស់ជក់សេពវានៅសុខភាពរូបរាងកាយអនាគតកិត្តិយសបាត់បង់សុភមង្គលត្រូវអ្នកជិតខាងអត់ខ្ពើមគ្រួសារកាត់ការចោលទៀតផងពេលយើងប្រើប្រាស់វានាំយើងឈានទៅរកក្តីវិនាសគ្រប់បែបយ៉ាងសូម្បីតែជីវិតរបស់ខ្លួនគោលសេចក្តីបញ្ចប់វាតម្លៃប្រធានខាងលើបានផ្ដល់តម្លៃអប់រំល្អឲ្យយើងដឹងនៅគុណវិបត្តិនៃការប្រើប្រាស់គ្រឿងញៀនផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀននិងសេចក្តីវិនាសអន្តរាយរបស់អ្នកសេពគ្រឿងញៀនរបស់ផ្ទាល់ខ្លួនដូច្នេះក្នុងនាមយើងជាអ្នកសិក្សាត្រូវតែជៀសឲ្យឆ្ងាយពីគ្រឿងញៀនត្រូវឆ្លើយថាទេចំពោះគ្រឿងញៀនយើងមិនត្រូវឲ្យគ្រឿងញៀនមកបំផ្លាញអនាគតធ្វើឲ្យយើងជួបនៅក្តីអន្តរាយឡើយយើងត្រូវជួយពន្យល់ណែនាំមិត្តភ័ក្តិបងប្អូនអ្នកជិតខាងឲ្យជៀសឆ្ងាយពីគ្រឿងញៀនដូច្នេះប្រធានទី4ដែលជាប្រធានសម្រាប់ការអនុវត្តដូចជារៀនបន្ថែមក៏បានចប់ត្រឹមនេះហើយបងប្អូនសូមយកប្រធានទី4នេះយកទៅឬក៏តែងនៅសេចក្តីអត្ថាធិប្បាយដល់ខ្លួនឯងហើយនៅថ្ងៃស្អែកយើងនឹងសិក្សាប្រធាននេះបន្តដោយសិក្សាសេចក្តីអត្ថាធិប្បាយដើម្បីផ្ទៀងផ្ទាត់គ្នាថាតើបងប្អូនអាចធ្វើបានប៉ុណ្ណាហើយអញ្ចឹងបងប្អូនអាចថតបានឬក៏ចូលទៅក្នុងក្រុម Telegram របស់យើងដើម្បីសិក្សាបន្ថែមទៀតអញ្ចឹងដូចជានេះគឺជាក្រុម Telegram ដែលយើងសិក្សាទៅថ្នាក់ទី9ហើយនេះគឺជាក្រុម Channel Telegram ដែលយើងសិក្សាទៅលើថ្នាក់ទី12បាទអញ្ចឹងការបកស្រាយប្រធានខាងលើគឺជាមកដល់ការទីបញ្ចប់ហើយដែរសូមអរគុណច្រើនសម្រាប់ការទស្សនានិងការសិក្សារបស់បងប្អូនទាំងអស់គ្នាបាទសូមអរគុណសូមជម្រាបលាយើងនឹងជួបគ្នានៅថ្ងៃស្អែកបន្តទៀតបាទចឹង